ក្រមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រាបន្តកត់ផ្គង់មហូបឲ្យជនភិសិកជំរុំវត្តពោ5000ដើមចំនួន1696គ្រួសារស្មើនឹង5948នាក់នៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បាននឹងកំពុងតែបន្តបេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភិសិកនៅខេត្តព្រះវិហារដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែនស្ថិតនៅក្នុងជំរំវត្តពោ5000ដើមស្រុកគូលែនខេត្តព្រះវិហារបើតាមเพจយុវជនបូជាការពារយុត្តិធម៌បានឲ្យដឹងថាជនភិសិកនៅជំរំវត្តពោ5000ដើមចំនួន1696គ្រួសារស្មើនឹង5948នាក់បន្តទទួលបានការផ្គត់ផ្គង់ម្ហូប2ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រាក្រោមកិច្ចសហការជាមួយនឹងលោកកតិសង្ឃៈបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកគឹមរិទ្ធីអភិបាលខេត្តព្រះវិហារសូមជម្រាបជូនផងដែរថាចាប់តាំងពីផ្ទុះអាវុធតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025អ្នកអង្គការលេងនវត្រាក្នុងនាមជាប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភិសិកនៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលកាលនោះមានពលរដ្ឋជិត70000នាក់បានមកទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន2ពេលជារៀងរាល់ថ្ងៃផងដែរ